បាទសូមជំរាបសួរហើយសួស្តីបងប្អូនទាំងអស់គ្នាដែលបានស្គាល់ខ្ញុំនេះគឺជាកម្រងរូបភាពហើយខ្ញុំរៀបចំជាវីដេអូដើម្បីចែកជូនទស្សនាកម្មវិធីនេះគឺជាកម្មវិធីដែលលោកយុក៏ដូចជាលោកយុរងលោកស្រីនីការងលោកគ្រូអ្នកគ្រូបានដឹកនាំកូនជាសិស្សានុសិស្សធ្វើការគ្រប់ទង់ជាតិបាទគ្រប់ទង់ជាតិច្រៀងចម្រៀងជាតិហើយនឹងសូត្របទសារផាញ់ដែលនឹងបង្ហាញនៅក្នុងចុងវីដេអូបាទហើយឃើញថារៀងរាល់ព្រឹកថ្ងៃច័ន្ទសាលារបស់យើងវិទ្យាល័យសុខអានរេងទឹមនេះគឺតែងតែបានដឹកនាំសិស្សានុសិស្សធ្វើការគ្រប់ទង់ជាតិបាទតម្រង់ជួរក៏ដូចជាធ្វើការណែនាំអំពីវិន័យសណ្ដាប់ធ្នាប់ក៏ដូចជានាំកូនទាំងអស់ធ្វើការសម្អាតបរិស្ថានបាទជំវិញថ្នាក់រៀនទីធ្លាសាលាចឹងទៅហើយនេះក្រោយពីបញ្ចប់ការគ្រប់ទង់ជាតិទៅលោកគ្រូអ្នកគ្រូបានថតរូបជុំគ្នាបាទប៉ុន្តែមិនទាន់អស់គ្នាទេបាទលោកគ្រូអ្នកគ្រូនៅវិទ្យាល័យសុខអានរេងទឹមនេះមានរហូតដល់63នាក់បាទ63នាក់អញ្ចឹងយើងអត់បានជុំគ្នាទាំងអស់ទេដោយសារលោកគ្រូអ្នកគ្រូខ្លះគាត់អត់មានម៉ោងបរិញ្ញាអញ្ចឹងគាត់អត់បានអញ្ជើញមកបាទអញ្ចឹងសូមជូនកម្រងរូបភាពទស្សនាបាទទាំងអស់គ្នាហើយចំពោះកូនដែលជាអតីតសិស្សហ្នឹងហើយបើមានការនឹករលឹកសាលារៀនលោកគ្រូអ្នកគ្រូអីសូមមកចូលលេងផងបាទចូលលេងផងហ្នឹងហើយចូលលេងផងរំលឹកអនុស្សាវរីយ៍ធ្លាប់កន្លែងធ្លាប់រៀនណាធ្លាប់ផ្ដល់ចំណេះដឹងបាទមានអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តភ័ក្តិបាទហ្នឹងហើយអញ្ចឹងមកលេងផងបាទមកលេងផងហើយមកលេងជួយថតជួយអីផ្សព្វផ្សាយពីសាលាយើងផងណាអរគុណទុកជាមុនបាទហើយនេះគឺសិស្សប្អូនណាហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងហើយចុងវីដេអូនេះសូមស្ដាប់បទសារផាញ់បងគុំចង់អូយដើលើកងឡាមានគៀត្រកាអាកងចាន់ទុំថៃចង់លឺទេកូនជិះលឺណាសូត្រមានកម្លាំងនេះ
cùng xôm mong cung củaព្រះធម៌ព្រះសង្ឃមកទាំងក្រុមសូមជាកៃវត្តគួរគោរពជាមនុស្សត្រជាក់នៃលោកកាព្រះរូងព្រះធាតុនៃព្រះ